tệ tông cho môi nắng bình nhiệt xa tiêmប្រឡងដែលជាវិញ្ញាសាទី5 OK តោះអញ្ចឹងយើងចាប់ផ្ដើមធ្វើទាំងអស់គ្នាតែម្ដងសម្រាប់លំហាត់លេខ1 Snakes have an organ in pit on their head infrared so បើសិនបើយើងវិភាគទៅក្នុងប្រយោគនេះទៅយើងនឹងឃើញថា subject គឺ snakes បន្ទាប់ពីនឹងមកគឺ verb snakes have what then an organ ដែលជា object អញ្ចឹងយើងមានមួយផ្នែកនេះគឺ subject verb and object already in pit on their heads គឺជា prepositional phrase modify an organ អញ្ចឹង on their head infrared បើសិនជាយើងមាន subject យើងមាន verb ហើយយើងអត់ត្រូវការ subject ហើយនឹង verb ទៀតទេអញ្ចឹងក្នុងករណីនេះ detects A ដែលជា verb យើងមិនយកទេ B it detects ជា subject ហើយនឹង verb ក៏យើងអត់យកដែរ C a detection of បើយើងដាក់ទៅ snakes have an organ in pit on their heads a detection of វាអត់ត្រូវតើ a detection នេះតើវាដើរតួជាអីជា modifier វាអត់ត្រូវអញ្ចឹងអត់មានពី A ដែលយកមកដាក់បន្ទាប់ពី head ទេអញ្ចឹងចម្លើយ C មិនមែនជាចម្លើយទេចម្លើយដែលត្រឹមត្រូវគឺចម្លើយ D that detects ដែលយើងដឹងហើយថា that detects គឺជា adjective clause ឬយើងហៅថា relative clause វាបញ្ជាក់ន័យឲ្យអូខេអញ្ចឹងយើងទៅសេមក that detects infrared so an organ in pit on their head that detect so basically បញ្ជាក់ន័យឲ្យកន្លែងនេះ organ អីគេ organ that detects យើងអាច notice បានដោយសារតែ detects នេះវាជា singular and organ នេះមានតែមួយអញ្ចឹងកន្លែងនេះយើងយកចម្លើយ D លេខ2 helium is not inflammable therefore safer than hydrogen អញ្ចឹងគេឲ្យចម្លើយ that is but is and it អញ្ចឹងបើសិនជាយើងពិនិត្យមើល helium is a subject is a verb not flammable here is a subject complement អញ្ចឹងមានន័យថាប្រយោគមកកណ្ដាលខាងដើមរបស់យើងគឺ already ចប់ហើយណាអញ្ចឹងគឺចប់ប៉ុណ្្នឹងហើយប៉ុន្តែយើងមើលគឺវាមាន comma បើយើងដាក់ that is therefore safer normally that គេអត់ដែលប្រើ apostrophe សំទោសគេអត់ដែលប្រើ comma នៅពីមុខវាទេអញ្ចឹងមិនមែនជាចម្លើយ A ទេ B but is therefore safer than hydrogen but is therefore normally but plus a subject verb and then this one យើងអត់យកទេ Okay then ចម្លើយរបស់យើងគឺបន្ទាប់ពីនឹងមកយើងមើលទៅចម្លើយ C ហើយនឹងចម្លើយ D Okay អញ្ចឹងពេលយើងយកចម្លើយយើងមើលចម្លើយ D មុន and it therefore safer យើងដឹងហើយទៅ safer វាជា comparative វាជា adjective អញ្ចឹងយើងត្រូវការ verb to be អញ្ចឹងដល់ពេល D អត់មាន verb to be មិនមែនជាចម្លើយអញ្ចឹងចម្លើយដែលត្រឹមត្រូវគឺចម្លើយ C Helium is not inflammable Helium is not inflammable and then we have an is therefore អញ្ចឹង is នេះ subject របស់យើងគឺ helium Okay អញ្ចឹងចម្លើយរបស់យើងគឺចម្លើយ C Okay លេខ3 contact lenses of acrylic are more transparent and less fragile than lenses made of glasses contact lenses ជា subject are more transparent អញ្ចឹង are ជា verb អញ្ចឹងយើងមាន subject យើងមាន verb ហើយអញ្ចឹងអ្វីដែលយើងបាត់គឺយើងកំពុងតែបាត់ modifier របស់ contact lenses basically តាមពិតកន្លែងនេះវាត្រូវមាន comma មួយទៀតបានត្រូវមានន័យថាអមសងខាងបញ្ជាក់ថាវាជា modifier អញ្ចឹង contact lenses ពួក contact lens ដែលធ្វើឡើងអំពី acrylic គឺវាថ្លាជាងហើយវាមិនសូវងាយបាក់បែកដូចប្រភេទ lens ដែលធ្វើអំពីកែវទេពីកញ្ចក់ទេអញ្ចឹង basically យើងមើល contact lenses យើងមាន contact lens ជា subject ជា verb អញ្ចឹងមួយណាដែលជា verb យើងអត់យកទេពីព្រោះយើងអត់ត្រូវការ verb យើងអត់ត្រូវការ subject ទេ
A making មិនមែនជា verb ទេអញ្ចឹងយើងអាចយកបានវាជា participle present participle មានន័យថាដែលធ្វើដោយខ្លួនឯងដល់ទៅពេល B made វាជា past participle មានន័យថាដែលត្រូវបានគេធ្វើ and then C are made វាជាកិរិយាសព្ទអញ្ចឹងយើងអត់យកទេ right យើងមានកិរិយាហើយដល់ទៅពេល D which made of acrylic normally គេដាក់ថា which is made of គេដាក់ថា which made of ទេអញ្ចឹងចម្លើយ D មិនត្រឹមត្រូវទេអញ្ចឹងចម្លើយរបស់យើងគឺ between A ហើយនិង B ដែលពីរហ្នឹងគឺជា participle ទាំងពីរអញ្ចឹងយើងដឹងហើយថា contact lens វាមិនអាចធ្វើដោយខ្លួនឯងបានទេអញ្ចឹងនៅក្នុងករណីនេះចម្លើយដែលត្រឹមត្រូវរបស់យើងគឺចម្លើយ B made of past participle លេខ4 flying a bat emits a rapid series of ultrasonic signals which bounce off any object in its path បើយើងពិនិត្យមើលទៅ flying ហើយវាមានcommand មួយណានេះអញ្ចឹងមានន័យថាខាងមុខវាអាចជា modifier a bat ជា subject emits បញ្ចេញអី a rapid series of ultrasonic signal បញ្ចេញសញ្ញាសំឡេង ultrasonic ដែលវាបណ្ដាញនៅ object មួយចំនួនរបស់មួយចំនួនដែលនៅក្នុងផ្លូវដែលវាហោះហើរហ្នឹងអញ្ចឹងយើងឃើញថា a bat វាជា subject emit វាជា verb and then rapid series នេះវាជា object ហើយអញ្ចឹងប្រយោគយើង subject verb គ្រប់ហើយអ្វីដែលបាត់គឺបាត់ modifier នៅពីមុខ subject អញ្ចឹងយើងមើល B it is subject verb យើងមានហើយយើងយកទៅអីទៀតលុបចោលK A when it flying when បូក subject verb ប៉ុន្តែ when នេះបូកមួយ it subject ប៉ុន្តែអត់មាន verb flying មិនមែនជា verb ទេដោយសារវាអត់មាន verb to be អញ្ចឹងលុបវាចោលអូខេC when flying ហើយដល់ទៅពេល D when is flying to when បូកមួយ subject verb អូខេអញ្ចឹងចម្លើយរបស់យើងគឺចម្លើយ C មូលហេតុអីបាន C គឺជាចម្លើយទម្រង់ប្រភេទនេះគេហៅថាជាទម្រង់ reduce adverb clause មានន័យថាការសរសេរ adverb clause នៅក្នុងទម្រង់ខ្លីអញ្ចឹងឧទាហរណ៍ខ្ញុំសរសេរពេញថា when a bat is flying a bat emits a rapid series of ultrasonic signal អីចឹងទៅអញ្ចឹងនៅក្នុងករណីមួយនេះយើងឃើញថាយើងមាន dependent clause ហើយយើងមាន independent clause អញ្ចឹងយើងទៅមើលថាតើ clause ទាំងពីរនេះមាន subject ដូចគ្នាអត់ a bat ដូចគ្នាអញ្ចឹងមានន័យថាយើងអាចធ្វើការ reduce មានន័យថាយើងទៅសេវាខ្លីជាងមុនបានដោយប្រើប្រាស់វិធីសាស្ត្រទី1គឺ reduce adverb យើងកុំលុប subordinating conjunction យើងទុកវាដដែលបន្ទាប់ពីនឹងមកយើងត្រូវលុបsubject ដែលមាននៅក្នុង dependent clause ចោលអញ្ចឹងយើងលុបអានេះចោលចឹងលុបចោលបន្ទាប់ពីនឹងមកយើងលុបចោលហើយយើងមើលថាតើកិរិយាសព្ទដែលនៅសល់មាន verb to be អត់បើមាន verb to be យើងលុបចោលប៉ុន្តែបើអត់មាន verb to be ទេយើងត្រូវផ្លាស់ប្ដូរកិរិយាសព្ទឧទាហរណ៍ថានៅកន្លែងនេះជាកិរិយាសព្ទ have ចឹងយើងត្រូវដូរកិរិយាសព្ទទៅជា ing having ប៉ុន្តែដោយសារកន្លែងនេះវាមាន verb to be អញ្ចឹងយើងគ្រាន់តែលុប verb to be ចោលជាការស្រេចអញ្ចឹងយើងនៅសល់ when flying a bat emit អីចឹងទៅចឹងដូរចម្លើយរបស់យើងអញ្ចឹងគឺចម្លើយ C អូខេលេខ5 though very nicely the house is not of interest to any buyer ដូចគ្នាទៀតហើយកន្លែងនេះវាជា independent ហើយកន្លែងនេះគឺ though និយាយថា though បើកើតទៅជា subordinate clause ដូច when មិនដូចគ្នាអញ្ចឹងឃើញទេដូចតម្រង when មិនអញ្ចឹងបើសិនជាយក though យើងតោះទៅ though បូក subject verbប៉ុន្តែកន្លែងនេះ though is decorated អញ្ចឹងវាអត់មាន subject ទេអញ្ចឹង A មិនចម្លើយទេ B though it decorated មាន subject មាន verb មើលទៅទំនងដែរយើងទុកវាសិន C though decorated វាអាចចូលទម្រង់របស់យើងមិនអញ្ចឹងកញ្ញា when បូកជាមួយនឹង verb ing ឬមួយក៏ verb 3អញ្ចឹង though decorated មានន័យថា though the house is decorated ដល់ពេលខាងក្រោម though decorating mean though the house is decorating
chẳng những đang ngay thập tia vì mình tập tay nhập luôn ai ba nè chẳng những mình vô chùm lại đi ba nè dương vô chùm lại đi tôi lại đi chẳng nhớ bên fly yến mình ta bạn những việc họ được luôn ai chẳng việc họ bàn và thế đầu việc lại nếp tia vì mình tập tay nhập luôn ai ba nè chẳng những tại ca pra Atenay passive pra Atenay passive bây giờ mở bì though it decorated bên đây thá tia nó chỉ nhận decorated luôn ai tại lắm chẳng bi có mình bạn chùm lại đài chẳng chùm lại trong thơ được bao nhiêu cứ chùm lại C to decorated với chia tùm rốn reduce adverb clause được thành lời mạnh chàng lấy nhóm sẽ bằng hán though the house is decorated very nicely the house is not of interest to any buyer chẳng chọn chẳng như kênh tùm rộng được khnia lấy dân thua được thằng lơ mạnh chẳng như mới ta subject và được khnia on the house được khnia chẳng như lục bàn và ta subordinate cho lục tế lần lơ dân tục vén là lợi dân tục mà có dân tục đủ và to pin năng máu như mà dân vậy á tha dân lục này chào vì phổ biệt được khnia chẳng dân lục chào mũi và miền verb to be lục verb to be chào dân lục verb to be tới chẳng như là sao đủ decorated very nicely bla 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 chẳng chùm lại bỏ dưới cứ chùm lại C lấy from môi we name him này cứ chỉ structure verb pattern to name somebody to name somebody nè chẳng name ní somebody cứ him chẳng như thời ca somebody tiền thời ca trình niệm mùi tiền nè chứ mình thay vì name him cái lại mình thay dương chơi được của quạt dương chặt tăng quạt chị ấy mùi chẳng dương chặt tăng quạt chị chairman nè chém chùm lại dương tôi chùm lại C okay late from B to the critics the film is excellent to the critics the film is excellent dương cái the film is a subject is excellent is a verb chẳng dương miền subject verb với dương phục bấy bắt khẳng một cái chữ modifier chẳng bà sân chỉ dương dột chùm lại A according to dùng từ tàm và tác miền thu đó tập bì về là thu chẳng lục chào throughout kẹp vào việc throughout thu tế through the critics nàng bàn thảo beside cái dương ập ở beside thu đáy owing to mình thành dùng từ tàm á chẳng owing giờ miền thu thời một thu lơ mòn. Okay, like from bảy. His salary as a bus driver is much higher. ប្រាក់ខែរបស់គាត់ជាអ្នកបើកឡានហ្នឹងគឺខ្ពស់ជាងខ្លាំងខ្ពស់ជាងនៃអីប្រៀបធៀបមួយអី is much higher in comparison with the salary of a teacher is much higher to compare as a teacher than a teacher than that of a teacher អញ្ចឹងតាមមួយណាជាចម្លើយត្រឹមត្រូវអញ្ចឹងយើងកំពុងតែប្រៀបធៀប salary របស់ bus driver ជាមួយនឹង salary របស់ teacher អញ្ចឹងបើយើងដាក់ថា his salary as a bus driver is much higher ចាំបាច់តែ in comparison ទៅអីទៀតដោយសារតែកន្លែងនេះយើងកំពុងប្រៀបធៀបអីហ្នឹងហើយណាមួយទៀតយើងចាំបាច់ with the salary of a teacher ទៅអីទៀតយើងដឹង salary ដដែលនិយាយជាន់គ្នាអញ្ចឹងយើងអត់យកហ្នឹងទេ is much higher to compare អត់ត្រូវទេអត្ថន័យ structure ក៏ខុសដែរ is much higher and than a teacher អញ្ចឹងមានន័យថាយើងកំពុងប្រៀបធៀប salary ជាមួយនឹងគ្រូមិនមែនប្រៀបធៀប salary របស់ driver មួយ salary របស់គ្រូទេអញ្ចឹងចម្លើយគឺ than that of a teacher ស្មើនឹង than the salary of a teacher លេខ9 we are both looking forward next week look forward to doing something នឹងជា structure ណា look forward to doing something អញ្ចឹងចម្លើយនេះគឺដឹងតែខុសហើយវាអត់មាន ing នេះក៏ខុសដែរអត់មាន ing ណា sorry យើងខ្វែងចោល D ក៏អត់មានដែរយើងខ្វែងវាចោលអញ្ចឹងមានតែ A ហើយនិង B ហើយនឹងមាន ing to going on vacation and to be going on vacation next week we are both looking forward to going on vacation next week or looking forward to be going on vacation
តាមពិតទៅយើងបើចាំដាក់ to be going on ក៏បានដែរយើងដាក់ថា we look forward to going on ពីព្រោះវាបង្ហាញអំពី future already. Okay, លេខ10 The onion is characterized by an edible bulb composed of leaves rich in sugar and pungent oil, the vegetable strong taste. So basically យើងឃើញថាខាងក្នុងនេះរបស់យើងគឺជា subject and this one is already a verb. ចឹងយើងមាន subject យើងមាន verb ហើយអ្វីដែលយើងបាត់គឺ modifier. ចឹងនៅក្នុងនេះយើងបើយើងយកចម្លើយ A which the source of the vegetable strong taste which បូក subject verb ឬមួយក៏ which បូកមួយ verb ប៉ុន្តែនៅកន្លែងនេះបើយើងដាក់ which the source of the vegetable strong taste វាអត់មាន verb ទេអញ្ចឹងមិនមែនចម្លើយ A ទេ then ចម្លើយ C that the source is the vegetable ដូចខ្ញុំបាន inform អញ្ចឹងនៅពីមុខ that clause ហ្នឹងវាអត់មាន comma ទេ the source is the vegetable strong taste យើងអត់ត្រូវការ verb ទេពីព្រោះយើងមាន subject verb ហើយអញ្ចឹង D មិនមែនចម្លើយអញ្ចឹងចម្លើយគឺចម្លើយ C the source of the vegetable strong taste meaning that យើងប្រើវាជា noun appositive what is pungent oil the source of the vegetable strong taste 11 Hubble's law state that the greater the distance between any two galaxy នេះគឺជាទម្រង់ double comparative ឬយើងនិយាយស្រួលស្ដាប់គឺ the comparative មកខាងទៀតគឺ the comparative ដូចគ្នាអញ្ចឹង the comparative អញ្ចឹងយើងមើល the greater ជា comparative អញ្ចឹងមកខាងទៀតត្រូវការ the greater ចម្លើយ C 12 Fiber of hair and wool are not continuous and must normally be spun into thread woven into textile fabric. Fiber of hair and wool is subject are not verb continuous and must normally be spun into thread. Okay, why should they be spun into thread? Because basically woven into textile fabric. ចឹង woven មានន័យថាដែលតែបានគេតបានណាតែបានគេតបានអញ្ចឹង woven កន្លែងនេះវាគួរតែពីមុខវាមាន verb to be មាន verb to be as are they woven អត់ត្រូវទេពីព្រោះ to be វាត្រូវតែនៅពីមុខ woven អញ្ចឹង A មិនមែនជាចម្លើយទេ B that they are woven ប្រហែលជាចម្លើយ C when to be woven យើងអត់មាន when បូកមួយ to be ទេ it's either when បូក subject verb when បូកមួយ verb when បូកជាមួយនឹង verb ing or verb 3 ប៉ុន្តែ when to be អត់មានទេ D if they are to be spun បើសិនបើរបស់ទាំងអស់ហ្នឹងត្រូវបានគេ woven ទៅជា A1 អញ្ចឹងទៅ so basically ចម្លើយដែលត្រឹមត្រូវគឺចម្លើយ D ដោយសារវាបង្ហាញអំពីលក្ខខណ្ឌអញ្ចឹងបើសិនបើគេចង់ធ្វើវាឲ្យទៅជាកណាត់គេត្រូវការអីគេ spin វាសិនណាគេត្រូវការរវៃវាសិន Okay បន្ទាប់គឺលេខ 13 Margaret because of her skill in managing assets became what ចឹង Margaret is subject became ជា verb became what the largest អត់ត្រូវទេ become one of the largest C become who the largest and D becomes the one that largest នេះដល់ខុស 100% ឯងព្រោះយើងដឹងហើយថា largest វាត្រូវមកជាមួយនឹង the នៅពីមុខ become one of the largest មួយក្នុងចំណោមអ្នកដែលគាត់ជាម្ចាស់កម្មសិទ្ធិដី one of the largest landholder 14 The knee is most other joint in the body because it cannot twist without injury. The knee is more likely to be damaged than the knee is more than likely to be damaged. The knee is likely to be more than damaged, and the knee to be
is to be damaged more than likely chẳng cái lại ní lầm hành ní cứ tại dương ông pi order of words ta ta dương cho hiệp order bài nó đâm bay ở thở trở tá native speaking chẳng như vậy tha trùng cung nó cứ ghi nghi nắng thở bàn đá mới chỉ chia vào bộ sinh lạ là tẩy tiền chẳng như vậy tha định ní is more likely to be damaged chấm lại A 15 during the Pleistocene glacial period portions of the earth where plant and animal flourished making it possible for people to subsist chẳng bớt sinh thì dương bình định mưa tới nhưng coi thà during chia preposition during what this one cứ chia prepositional phrase chẳng dương mình toàn bàn subject cái này portion of the earth where plant and animal life flourish making it possible for people to subsist so dương ở toàn miền verb tề dương dọc trong lại A miền verb tề B verb C verb D also verb phần tay đây cái lại nắng dương mơ mở bởi dương đã tại verb châu bởi dương đã tại verb châu với thời cả subject bị mục tiệt chấm đi mình mang chia trong lại tề okay then bởi dương không cái lại đi cứ portion bị miền as bởi dương đã it was portion before tầm áo miền a tiệt clause bị khỏi về phần tay cái lại ní cứ nhân dòng phí there were there is there are there was there were mới đây thầm miền đó chẳng there were portion of earth where anymore making it possible đọc bằng mồi outside the bright primary rainbow much fainter secondary rainbow may be visible nơi bị khe của cái của rainbow của anh tình nụ thì mùi nó nghe đại được lư khăn nó nghe miên mũi tiệt tivi mũi tiệt đại viên mới thể hiện phở chừng nặng tại nơi mực hừ những mực hừ chẳng của ta dốt outside the bright primary rainbow sorry outside the bright primary rainbow which is prepositional phrase dùng tất cả subject verb maybe nó chia verb chẳng như tất cả subject chẳng dùng vô chùm lại a much fainter đọc bằng phở Mahalia Jackson combined powerful vitality with her great dignity, was one of the best known gospel singer in the United States. Chấm khả năng này ở vậy dựng bắt từ modifier để sai dùng nên comma ôm song tháng cái giả sắp của biến was subject cứ verb chẳng dẫn bắt từ modifier A it was her singing nhưng ở thời cả subject ở thời cả verb tế để sai dùng nên subject hay dùng biến verb chẳng A mình chụp lại B who sang combine the adjective clause and modify our Mahalia Jackson's or C which song which mình ai ra một mình đọc bàn tế chẳng chụp lại lục cháo D who singing combine powerful vitality with great dignity verse đại ca riêng là bọc quát á đại ca riêng là bọc quát á chẳng vì a chia chùm lại đại chẳng chùm lại là bao dưới môi nè between B cho môi nè D chùm lại để trầm tới cứ chùm lại D đại miền bắt chùm điện được bọc quát nó cứ who singing whose both mỗi subject hay động verb singing chia chị ấy cái này nè who's singing chứ who's cái này nếu vị trí relative pronoun singing cứ chữ subject and then combine cứ chữ verb chứ who's both cho mỗi nắng subject hay động verb chứ chùm lại với cứ chùm lại D scientists believe that number 18 scientists believe that if a meteor as big as the one that caused the 400-mile wide Hudson Bay crater should strike again, what happened? Then riêng thời cá subject verb thời ớt
យើងត្រូវការ subject verb អញ្ចឹងចម្លើយយើងគឺចម្លើយ D the explosion subject would burn up the world's atmosphere ជា verb អញ្ចឹងយើងត្រូវការ subject verb 19 so fixed and widespread was the idea of the earth being flat that អញ្ចឹងកន្លែងនេះគឺគេប្រើទម្រង់ so that so adjective or adverb that subject verb so basically យើងនិយាយថាអានេះយើងដាក់ទម្រង់ចេះណាទម្រង់ដើមគឺ subject បូកជាមួយនឹង verb បូកជាមួយនឹង so បូកជាមួយនឹង adjective or adverb ឧទាហរណ៍ខ្ញុំនិយាយថា she is so clever that she passed all the exams she is so clever that she passed all the exam អញ្ចឹងកាលណាយើងទៅសេះ so នៅកណ្ដាលអញ្ចឹងអត់បញ្ហាទេប៉ុន្តែនៅពេលដែលខ្ញុំចង់ដាក់ so នៅពីមុខខ្ញុំទៅដាក់ថា so clever is she that she passed all the exam អញ្ចឹងទម្រង់ប្រភេទនេះគេហៅថាទម្រង់ inverted និយាយឲ្យស្រួលស្ដាប់គឺជាទម្រង់ប្រយោគត្រឡប់ដែលកិរិយាសព្ទរត់មកនៅមុខ subject so clever is she អញ្ចឹងកន្លែងនេះក៏ដូចគ្នា so fixed and widespread is she ឃើញទេ was the idea being flat that អញ្ចឹង that បូកនឹង subject verb that បូកនឹង subject verb អញ្ចឹងអ្វីដែលបាត់នេះគឺយើងហៅ subject verb that a ឥឡូវយើងមើលមុនគេគឺ C because អត់មាន subject verb ទេចេញ A it wasn't until after its circumnavigation it was its circumnavigation it wasn't until after it is circumnavigation គេដែលដាក់ថា it is circumnavigation នេះមូលហេតុអីអានេះវាទៅជា after it is នេះវាទៅជា subject verb មួយទៀតហើយចឹងមិនមែនចម្លើយទេចឹងចម្លើយយើងគឺ in between A ជាមួយនឹង B it was its circumnavigation it wasn't until អញ្ចឹងគេនិយាយថារហូតតទៅដល់ពេលដែលវាដែលវាត្រូវបានគេធ្វើដំណើរមកជុំអញ្ចឹងណាទើបគេអាចដឹងថា idea ហ្នឹងគឺវាមិនត្រឹមត្រូវទេអញ្ចឹង flat that it wasn't until after its circumnavigation ជាចម្លើយ Okay then 20 The islands of Alabara is the home of the world's largest and of giant tortoise which one average reach a weight of 110 kilograms. The island of Alabara គឺជា home នៃ giant ដើកយក្សដ៏ធំជាងគេ The world's largest and ចឹងកាលណាយើងប្រើវា and វាជាទម្រង់ parallel structure ខាងមុខអី and ហើយខាងក្រោយនឹងដូចគ្នាចឹងកន្លែងនេះគឺ largest វាជា superlative form of adjective ចឹងកន្លែងនេះគឺយើងអាច expect ថាវាមាន superlative form ដូចគ្នា and the world's largest and a wild population and a wildest population and it is the only wild population or and the only wild population ចឹងបើសិនជាយើងចង់យក parallel មួយគ្នាចម្លើយរបស់យើងគឺចម្លើយ B Okay អញ្ចឹងយើងមក check លេខ20ម្ដងទៀតណាដើម្បី confirm តិចពីព្រោះកន្លែងលេខ20មិញចម្លើយគឺកន្លែងនេះវាដោយអញ្ចឹងយើង check មើលសិនពីព្រោះ number
normally គឺពពួក third condition សន្តោសគឺពពួក superlative យើងប្រើជាមួយនឹង the បើកាលណាយើងយកកន្លែងនេះវាអាចជាបញ្ហាបន្តិចដែរអញ្ចឹងយើងមើលចម្លើយម្ដងទៀតសិនជៀសវាងកុំឲ្យខុស Alright សូម check ម្ដងទៀត The island of Alabora is the home of the world's largest and of giant កន្លែងនេះគឺយើងមាន subject verb ហើយអញ្ចឹងចម្លើយ C វាអត់ត្រូវទេដឹងតែអត់ត្រូវតែម្ដង and a wild population and a wildest population and only ចម្លើយរបស់យើងគឺចម្លើយ D ពីព្រោះកន្លែងនេះយើងចង់បង្ហាញអំពី uniqueness មានន័យថា is the home of the world's largest and only មានន័យថាវានៅក្នុងកម្រិតទំហៀបដាច់ដូចគ្នាធំជាងគេបំផុតហើយមានតែមួយអញ្ចឹងគឺចម្លើយដែលត្រឹមត្រូវមែនតើទៅគឺចម្លើយ D ចម្លើយ D មិនអត់ត្រូវទេដោយសារតែបើសិនជាកន្លែងនេះ the បានត្រូវណាប៉ុន្តែកន្លែងនេះមិនមែន the កន្លែងនេះគឺអញ្ចឹងទាំងអស់គ្នាអាចកែចម្លើយដែលត្រឹមត្រូវគឺចម្លើយ B នៅកន្លែងលេខ20លេខ21 In the 16th century Martin Luther against what he saw as the spiritual laxity of the church wrote his masterpiece នេះគឺជា prepositional phrase Martin Luther ជា subject comma អញ្ចឹងកណ្ដាលនេះគឺជា modifier wrote ជា verb អញ្ចឹងយើងមាន subject យើងមាន verb អ្វីដែលយើងបាត់គឺ modifier អញ្ចឹងចម្លើយ C verb យើងអត់យកទេ D ជា verb ក៏យើងអត់យកដែរចម្លើយយើងគឺ between A ហើយនិង B present participle ហើយនិង past participle កាលណាយើងយក reactive មានន័យថាដែលត្រូវបានគេធ្វើឲ្យមានប្រតិកម្មហើយនឹង reacting មានន័យថាដែលមានប្រតិកម្មអញ្ចឹងយើងឃើញថានៅក្នុងសតវត្សទី16 Martin Luther ដែលមានប្រតិកម្មប្រឆាំងនឹងអញ្ចឹងគាត់ជាអ្នកមានប្រតិកម្មដែលខ្លួនឯងចម្លើយរបស់យើងគឺចម្លើយ B 22 Because vinegar is an acid and baking soda a base, the two produce a neutral solution. នេះជា dependent clause អញ្ចឹងយើងត្រូវការ independent the two subject produce okay produce what អញ្ចឹងកន្លែងនេះយើងបាន independent យើងបាន subject យើងបាន verb ហើយប៉ុន្តែយើងអាចចង់បញ្ជាក់ន័យពីក្រោយនេះថាតើ neutral solution ហ្នឹងអីគេបន្តទៀតអញ្ចឹងយើងយក A when mixed together នៅពេលដែលពួកគេត្រូវបានលាយជាមួយគ្នានេះជា adverb clause together ដែលមិនអត់យកទេដោយសារតែយើងមាន subject verb ហើយយើងមិនអាចទៅសេ subject verb ទៀតទេ C when together are mixed also adverb clause possible D mix are they together អត់ត្រូវការយក verb ទេអញ្ចឹងចម្លើយរបស់យើងគឺចម្លើយ A ឬមួយក៏ C when mixed together are mixed មួយណាជាចម្លើយដែលត្រឹមត្រូវអញ្ចឹងចម្លើយដែលត្រឹមត្រូវគឺចម្លើយ A when mixed together ដែលវាជាទម្រង់ reduce adverb clause ដែលយើងបាននិយាយគ្នាពីខាងលើណាអញ្ចឹងចម្លើយរបស់យើងគឺចម្លើយ A reduce adverb clause ស្មើនឹង when the two are mixed together ពេលយើងលុប the two ចោលលុប a ចោលដល់សល់ when mixed together លេខ23 it's high time it's high time គឺជា structure ពិសេសដែលយើងគួរតែចាំតែម្ដង it's high time មានន័យថាវាដល់ពេលមែនតើហើយ it's high time to do something or it's high time subject did something អញ្ចឹងកាលណាបើកន្លែងនេះវាមាន subject គឺ did something មានន័យថាជា past tense បើកាលណាអត់មាន subject នៅហ្នឹងទេយើងអាចដាក់ to do បានអញ្ចឹង it's high time we finish អត់ត្រូវទេដោយសារ subject ក៏នេះត្រូវជា past have to finish ក៏អត់ត្រូវដែរ it's high time to do កន្លែងនេះចេញ have មកគឺខុសហើយ we finish មិនខុស to finish to បូកមួយ infinitive finish នេះដូរកាលទៅជាអតីតកាលហើយអត់យកទេអញ្ចឹងចម្លើយរបស់យើងគឺនេះ subject we finish did អញ្ចឹងចម្លើយ C 24 by 1820
there were over 60 steamboats on the Mississippi River were quite luxurious. By 1820, prepositional phrase, there were over 60 steamboats on the Mississippi River. Which is subject verb independent clause ជាមានហើយចឹងអ្វីដែលយើងបាត់ខាងក្រោយនេះគឺជា modifier ចឹងចម្លើយ many of them many of which many that ចឹងកាលណាគេចង់និយាយថាច្រើននៃអ្វីមួយដែលបាន mention ហើយបើរាប់បានយើងប្រើ many of which បើរាប់មិនបានយើងនិយាយថា much of which ចឹងនៅកន្លែងនេះយើងដឹងថាទូកភាគច្រើនចឹងគឺ many of which យើងអត់ប្រើ many of that ទេពីព្រោះខាងក្រោយនេះគឺយើងកំពុង many of them ទេដោយសារតែខាងក្រោយនេះយើងត្រូវការវាជា relative pronoun relative clause ឬមួយក៏ adjective clause ចឹង basically យើងត្រូវការពាក្យ which whom that អីហ្នឹងចឹងយើងអត់យក many of them នោះទេ many that អត់មានទេគឺយើងតែមានតែ many of which ឬមួយក៏ much of which អូខេ25 snare drum produce a sharp rattling sound. Snare drum subject produce ជា verb produce what a sharp rattling sound ចឹងកន្លែងនេះវាមាន subject verb object ហើយយើងគ្រាន់តែត្រូវការពាក្យបន្ថែមន័យចឹង snare drum produce a sharp rattling sound are striking struck when are struck and when struck ចម្លើយដែលត្រឹមត្រូវគឺចម្លើយ D reduce adverb clause ចឹងស្មើនឹងកន្លែងនេះទៅសេថា snare drums produce a sharp rattling sound when it is struck ហើយយើងដឹងហើយថាកន្លែងនេះ snare drum ហើយនឹងអីគេកន្លែងនេះ drum plural អញ្ចឹង when they are struck អញ្ចឹងដោយសារកន្លែងនេះ snare drum they are នេះ they នេះសម្រាប់លើ drum មានដូចគ្នាអញ្ចឹងយើងអាចលុបវាចោលបានបន្ទាប់ពីនឹងមកយើងមើល verb to be មាន verb to be យើងលុបវាចោលទៀតអញ្ចឹងយើងចូលតម្រងនេះ reuse adverb clause 26ចុច a marsupial an animal must not carry its young while in embryonic form in a true placenta but rather in a pouch. An animal, the subject, must not carry the verb carry what object while the adverb clause of time ចឹងកន្លែងនេះយើងមាន independent យើងមាន dependent ហើយចឹងអ្វីដែលយើងបាត់គឺយើងបាត់ modifier នៅពីខាងមុខ A considers ជាកិរិយាសព្ទមិនអាចជា modifier បានទេ B to be considered to infinitive phrase អាចជា modifier បាន C the consideration ជា subject កន្លែងហ្នឹង no យើងអត់ត្រូវការទេ D for being considered បានវាជាទម្រង់ prepositional phrase ប៉ុន្តែអ្វីដែលយើងចង់និយាយថាដើម្បីឲ្យត្រូវបានដើម្បីឲ្យគេហៅថាឬចាត់ទុកថាជា marsupial នេះអញ្ចឹងគឺ an animal so basically ចម្លើយដែលត្រឹមត្រូវគឺចម្លើយ B ដើម្បីឲ្យគេចាត់ទុកថា27 Steffi Graf is a unique athlete is the only tennis player ever to win a golden grand slam Steffi Graf subject is verb a unique athlete ជា subject complement is មួយទៀតអញ្ចឹងកាលណាមាន is ពីរអញ្ចឹងមានន័យថាមួយជារបស់ dependent clause ហើយយើងដឹងហើយ dependent clause គឺបង្កើតដោយពួក relative pronoun relative adverb និងមួយក៏ពួក connector អញ្ចឹងយើងត្រូវការ adjective កន្លែងនេះមួយជា adjective clause អញ្ចឹងយើងមើល A she អត់យកទេអត់មាន relative pronoun ផង C អត់មានដូចគ្នា B that ជា relative pronoun D that also relative pronoun អញ្ចឹងវាមានចម្លើយ between B ជាមួយនឹង D in that she is ស្មើនឹងពាក្យថា because she is អញ្ចឹងចម្លើយដែលត្រឹមត្រូវគឺចម្លើយ D បើយើងបកប្រែថាត្រង់ថាឬមួយក៏ដោយសារថា Okay 28 so 28 would you please the listening comprehension script until after you have listened to the TED
would you please what do what chẳng would vì chỉ modal verb already hay những đằng ấy tha cái giờ sắpตัว bị modal vì chỉ base form would you please don't read nhưng do don't thì ấy tiết nhưng miền would để chỉ modal lại năng chẳng bài thì do ấy mà chuối okay not to read chẳng đằng ấy tha would base form bị hội viên chẳng ở miền to read đề đi don't to read khó tầng ọc tầng mà đó vô tầng ọc si vô tầng to infinitive ở vô chẳng would you please not read tại sao tại read với chữ verb cho bị hội would với thay là chữ base form 29 I don't think it rain but I will take an umbrella it does I don't think chỉ cùng đặt ở bao nhiêu chẳng những cái thẳng mấy cái liên ấy chẳng ở vậy đang mình sẽ chụp ba ở vậy để chỉ cùng đặt ở bao nhiêu chừng vào will chỉ chừng vào going to chẳng chùm lại bao nhiêu cứ between A và B but I will take an umbrella it does nhưng năng do charter sẽ cua khánh lô về liền chẳng cần ai phải ta khánh lô về liền kịp hở in case sums up according to some educator the goal of teaching is to have students learn what to know what bố cho mỗi năng subject hay năng verb chẳng bây giờ mà mới chụp lại được bao nhiêu chẳng đang hội subject and verb what do ở vô tế verb mà một what they are needed to know yeah chỉ subject verb C what they need subject verb D ask ở vô tế để sao về miền ask chẳng chụp lại được bao nhiêu cứ between B cho mỗi năng C muối passive muối active à vậy để phụ kê thật đằng chẳng phụ kê đăng được luôn ấy nè trong bài tập passive voice thứ ấy chẳng chụp lại với cứ chụp lại C alright chẳng ní cứ chia cầm này lồng hát sầm rạp này grammar chẳng sầm rạp này vocabulary cứ chỉ biết là sầm khăn đại cái ad những tranh belong để cho nét sống vì nên mưa từ lời cầm này nhiều xé hơi dual alternate ni biết ni môi nơi khang khăn hòn bạn alright chẳng giờ này chụp như này không bị nhiều xa bằng tốt cứ bị nhiều xa tí làm mồi